បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូបន្តទៀតលោកគ្រូមកបន្តមេរៀនទី10ដល់ត្រង់ចំណុចវិធីបូកប្រភេទមានភាពបែងខុសគ្នាបាទទំព័រ67អញ្ចឹងបើសិនជាបងប្អូនចេះតម្រូវភាពបែងកាលពីមេរៀនមុនមកដល់ចំណុចនេះគឺអត់ពិបាកទេបាទចេះរកភាពបែងរួមណាដើម្បីបូកប្រភេទដែលមានភាពបែងខុសគ្នាយើងត្រូវតម្រូវភាពបែងឲ្យដូចគ្នាសិនរួចបូកគ្នាយកនិងគ្នាយកវាអាចភាពបែងដែលសារទុកដដែលបងតន់កន្លែងហ្នឹងណាអ្នកសំខាន់កន្លែងនេះដែលយើងត្រូវធ្វើឲ្យបានគឺតម្រូវភាពបែងឲ្យដូចគ្នាសិនហើយបន្តមកបូកទៅភាពយកទៅភាពយកទៅភាពបែងរក្សារួមលើកឲ្យខាតពេកយើងចូលទៅឧទាហរណ៍ក5ភាគ12បូកនឹង1ភាគ3អញ្ចឹងបងប្អូនមើលទៅលើភាពបែងរបស់វាខុសគ្នាណាបងប្អូន12និង3អញ្ចឹងយើងត្រូវភាពបែងវាតើភាពបែងរួមវាឃើញប្រមាណដើម្បីតម្រូវភាពបែងតើរកភាពបែងរួមសិនអញ្ចឹងលោកគ្រូរកភាពបែងរួមរកខាងក្រៅមកបាទអញ្ចឹងយក12និង3ហ្នឹងទៅរកភាពបែងរួមវាទៅបំផុតស្មើប្រមាណឬក៏រកតែហូបគុណរួមតូចបំផុតនៃ12និង3ស្មើប្រមាណអញ្ចឹងយើងរកលោកគ្រូរកទៅឃើញ12ណាបងប្អូនណាអញ្ចឹងវិធីរកហូបគុណរួមតូចបំផុតនេះយើងរៀនរួចហើយបងប្អូនអាចចូលទៅមើលវិញទៅបើសិនជាអត់ច្បាស់អញ្ចឹង12និង3ភាពបែងរួមរបស់វាគឺ12បាទអញ្ចឹង12ហ្នឹងឯងអញ្ចឹងយើងចាប់ដើមតម្រូវភាពបែងនេះភាគចាស់វាអញ្ចឹងយើងយកមកតម្រូវមកអញ្ចឹង5ភាគ12ហ្នឹងគឺ12ស្រេចហើយភាពបែងវា12ស្រេចហើយមិនគុណនឹងប្រមាណទេគុណនឹង1ក៏បានមិនគុណក៏អត់ទៅហើយបូកអញ្ចឹងអានេះ1ភាគ3នេះ1ភាគ3អញ្ចឹងយក3គុណមកស្មើ12អញ្ចឹងលោកគ្រូយក3គុណនឹង4អញ្ចឹងបាទក្រោមគុណនឹង4ដល់លើគុណនឹង4ដែរអញ្ចឹងគុណប៉ុន្មានណាបងប្អូនណាអញ្ចឹង5អានេះ1គុណ4 4ដល់ដែរហ្នឹងអានេះបែង12នេះអញ្ចឹងយើងបាន5ភាគ12បូក4ភាគ12អញ្ចឹងបូកតែភាគយកនិងភាគយកមកបងណានេះយើងបូកតែភាគយកនិងភាគយកមកវាបែងរក្សារួមមកអញ្ចឹងយក5បូក4 9ជាវាបែងរក្សាទុកប្រមាណគឺ12អញ្ចឹងយើងបានចម្លើយគឺ9ភាគ12ដល់ពេលយើងសម្រួលទៅទៀតកណនីលេខនេះវាអាចសម្រួលបានយើងសម្រួលទៅទៅនោះអញ្ចឹងលោកគ្រូសម្រួលនឹង3នេះសម្រួល3បាន3នេះសម្រួល3បាន4បាទអញ្ចឹងដូចនេះប្រភេទ5ភាគ12បូកនឹង1ភាគ3គឺស្មើនឹង3ភាគ4បាទបាទអញ្ចឹងគឺប៉ុណ្ណឹងបើពុកមកចេះសម្រួលនេះអាចចម្លើយប៉ុណ្ណេះយកក៏ត្រឹមត្រូវដែរបាទថាលេខវាធំបន្តិចស្ទើរតែពុកអាចយល់បានលោកគ្រូតទៅមួយទៀតលេខចំណោទបន្តទៀតបាទដាក់អស់ជាងមកទេបាទឥឡូវចូលដល់លំហាត់មួយទៀតបាទលំហាត់ទំព័រទី67 68ហ្នឹងបាទលោកដាក់ស្រង់ទីពីទំព័រហ្នឹងឥឡូវយើងមើលទី1នេះ4ភាគ15បូក7ភាគ30បូក20ភាគ40អញ្ចឹងយើងសង្កេតមើលភាពបែងរបស់វាធំហ្នឹងណាធំហ្នឹងលោកដាក់នេះអស់មកទៅនេះរបៀបរកនៅខាងនេះបាទអញ្ចឹងលោកគ្រូចាប់ដើមទៅរកភាពបែងរួមរបស់វារកភាពបែងរួមវាសិនបាទនេះភាពបែងរួមនេះគ្រូរកខាងក្រៅនេះបងប្អូនណាអញ្ចឹងដល់ពេលយើងដោះស្រាយចំណោទបងប្អូនអាចរកភាពបែងរួមតូចបំផុតហ្នឹងនៅខាងក្រៅទៅយើងគាត់ទៅសេកន្លែងនេះដាក់មកថាភាពបែងរួមតូចបំផុតនៃប្រភេទហ្នឹងគឺស្មើ90តែលោកគ្រូរកមកឃើញ90គឺលោកគ្រូយកភាពបែងវាមករកទៅគុណរួមតូចបំផុតនេះ15 30 45ឃើញទេអញ្ចឹង15ស្មើ3គុណ5នៃ8 15ណាបឋមមកហើយលេខនេះ30ស្មើ2គុណនឹង3គុណនឹង5អញ្ចឹង2 3ដង6 6 5 10 30នេះលេខបឋមដល់45ស្មើ3គុណ3គុណនឹង5 3 3ដង9 9 5ដង45អញ្ចឹងកន្លែងនេះពិតទៅលោកគ្រូមកចាំរកឲ្យក៏បានដែរព្រោះមេរៀនមុនលោកគ្រូរកឲ្យអស់ហើយប៉ុន្តែខ្លាចបងប្អូនអត់ច្បាស់លោកគ្រូមកណូតឲ្យមើលកន្លែងនេះតិចទៀតបាទអញ្ចឹងយើងយកកថាបឋមរួមគុណនឹងកថាបឋមមិនរួមទាំងអស់បាទព្រោះគុណរួមទាំងផលក៏រកអញ្ចឹងណាអញ្ចឹងយក2គុណនឹង3គុណនឹង3គុណនឹង5អញ្ចឹង2 3ដងឲ្យលើកសូត្រចឹងបាន2 5ដង10 3 ដង9 9 10ដង90ភាពបែងរួមវាគឺ90អញ្ចឹងបើសិនយើងដឹងភាពបែងរួមហើយយើងចាប់ដើមយកវាមកតម្រូវភាពបែងសិនតម្រូវភាពបែងមកកន្លែងនេះបាទនេះភាពចាស់របស់គេណាអញ្ចឹងលោកគ្រូយកវាទៅតម្រូវឥឡូវយើងមកនេះ15គុណប្រមាណស្មើ90បងប្អូនគឺគុណនឹង6អញ្ចឹង15គុណ6ក្រោមគុណ6លើគុណ6ដែរអានេះមានភាពបែង30ស្រេចហើយ30គុណប្រមាណស្មើ90គុណនឹង3ក្រោមគុណ3លើគុណ3ដែរអានេះវាបែងវា45ហើយនេះ45អញ្ចឹងដើម្បីបាន90យកវាទៅគុណនឹង2ក្រោមគុណ2លើគុណ2ដែរ90អញ្ចឹងយើងចាប់ដើមគុណភាគយកមក
6 4 đong buồn anh ấy đang là cả sập rồi bên ba đong mùi rồi mùi được cả sập sai sập con đường phí xong tới một con đường phí sai sập được cả sập ấy giấc bốc tập phi vô tới thì bay là sập tục luôn chẳng một buồn bầu là một muối vì sai pram bốc 80 vì 85được cả sập chẳng khi nhom mở vô vì tới sầm ruộng pram còn bữa đó 85สมบูรณ์ใจទាំង5បាន17ហើយ90ចែកទាំង5បាន18ជាងនេះចម្លើយរបស់វាគឺស្មើ17ភាគ18ចឹងជាគុណតែបងប្អូនអាចយល់បានលោកតទៅមកលំហាត់ទៀតដើម្បីបញ្ចប់វីដេអូនេះជាលោកកាឲ្យ3លំហាត់គួរតែអាចថាយល់បានណាគួរតែចប់សិនយល់ស្របទេអញ្ចឹងយើងចូលដល់ចំណុចមួយទៀត6ភាគ15បូក1ភាគ8បូក4ភាគ35បាទអញ្ចឹងចំណោទលំហាត់នៅសភៅទៅ6អង្គ8លោកគ្រូដោះយកមកដាក់តែប៉ុណ្្នឹងទេហើយសល់ប្រហែលបងប្អូនអាចអនុវត្តឯងបន្ថែមទៀតទេបាទបើឆ្ងល់មិនមកបងប្អូនអាច comment សួរបានអូខេអញ្ចឹងលោកគ្រូយកភាគបាយវាមករកពហុគុណរួមទៅបំផុតឬក៏ហៅថារកភាគបាយរួមទៅបំផុតដូចជារកពហុគុណរួមទៅបំផុតដូចនេះហ្នឹងបាទយកតែភាគបាយមក25 8 35បាទបើអញ្ចឹងយកវាមកគុណមកណា25ស្មើ5គុណ5 8ស្មើ2គុណ2គុណ2ពី2ដង4 4 2ដង8អត់35បើ5ដង35អញ្ចឹងបន្ទាប់មកយើងយកកតាបឋមរួមគុណនឹងកតាបឋមមិនរួម2គុណ2គុណ2នេះ2គុណ2គុណ2 3ដងហើយគុណនឹង5គុណនឹង5នេះទៀតគុណនឹង7អូខេអញ្ចឹងលោកគុណទៅឃើញ1400នេះបងប្អូនណាបាទអាចយកទៅអនុវត្តឯងទេបានគុណឲ្យមើលទេអញ្ចឹងគុណទៅឃើញ1400អូខេបាទឃើញ1400អញ្ចឹងភាគបែករួមគឺ1400ឥឡូវយើងដាក់តម្រូវភាគបែកនេះ6លើ25តាម25គុណប្រមាណស្មើនឹង1400អញ្ចឹងវាពិបាករកបន្តិចបើសិនបងប្អូនចង់ដឹងថាគុណនឹងប្រមាណបងប្អូនយក1400នេះចែកនឹង25នេះទៅចែកវាទៅឃើញ56អញ្ចឹងយក26គុណ25សំទោសឃើញ56បាទ56គុណ25ស្មើនឹង1400អូខេអាក្រោមគុណប៉ុណ្ណឹងឥឡូវគុណប៉ុណ្ណឹងអានេះ1លើ8នេះឃើញដើមទេ1លើ8តើ1លើ8គុណប្រមាណស្មើ8គុណមកស្មើ1400គឺយើងយកទៅចែកលេខគូថាមិញអញ្ចឹងចែកទៅឃើញ175អញ្ចឹងយកវាគុណ175ទៅអាក្រោមគុណប៉ុណ្ណឹងឥឡូវគុណប៉ុណ្ណឹងដែរបាទហើយនេះ4លើ35បងប្អូន4លើ35តែ35គុណប្រមាណស្មើនឹង1400គឺគុណនឹង40ក្រោមគុណ40ឥឡូវគុណ40ដែរបន្ទាប់មកយើងចាប់ផ្ដើមគុណតែភាគយកមកភាគបែកដឹងតែ1400ហើយដោយសារយើងចែកទៅវាត្រូវណាបាទអញ្ចឹងឥឡូវគុណបញ្ចូលគ្នាបានប៉ុណ្ណេះ56គុណ6បាន336បូកជាមួយនឹងនេះគុណ1ទេតាទេ175បូកនឹងនេះ160បាទអញ្ចឹងបូកតែភាគយកមកទៅបូកទៅឃើញប៉ុណ្ណេះ671671ភាគ1400ជាដូចនេះបើភាគអស់ហ្នឹង6លើ25បូកនឹង1លើ8បូកនឹង4លើ35គឺ671ភាគ1400បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយល់បានប៉ុណ្ណឹងបើសិនជាអត់ច្បាស់អត់អីបងប្អូនអាចចូលមើលវីដេអូលោកគ្រូមុនផងបាទវាតើតើនឹងការរកភាគបាយរួមការរកពហុគុណរួមនេះលោកគ្រូបានដោះស្រាយលំហាត់ជាច្រើនមកហើយនៅក្នុងវីដេអូមុនបាទហើយបើសិនជាអត់ច្បាស់មិនមកឲ្យលោកគ្រូជួយធ្វើវីដេអូបន្ថែមទៀតលោកគ្រូធ្វើឲ្យមើលទៀតគុណជួបគ្នានៅវីដេអូបន្តទៀត